ជំរាបសួរពុកម៉ែបងប្អូនដែលស្រឡាញ់វិស័យកសិកម្មថ្ងៃនេះខ្ញុំបាននឹងថតបង្ហាញពុកម៉ែបងប្អូនពីសកម្មភាពគោរបស់ខ្ញុំទៅតែកើតកូនមាញ់នឹងឯងពុកម៉ែបងប្អូនបាទថ្ងៃនេះថ្ងៃទី16ខែធ្នូឆ្នាំ2025ឡើយធ្លាក់បានមកក្របទៀតហើយពុកម៉ែបងប្អូនបាទហើយនេះធ្លាក់ថ្ងៃមុនលើធ្លាក់មួយទៀតដាក់បាតដែរតែអត់ដោយពុកម៉ែបងប្អូនបាទដាក់បាអស់ម្ដង 5-6 ម៉ឺនតាមចិត្តឆ្ងាយហើយកូនខ្ញុំដេញយំដាក់ចកាឥឡូវធ្លាក់មួយពុកម៉ែបងប្អូនបាទខែមុនធ្លាក់អាមួយនោះមិញអារោម៉ែមិញនេះដាក់ចកាចន្ទីចេះបងប្អូនការចំគោក៏មានចកាចន្ទីចេះពុកម៉ែបងប្អូនបាទទៅវាមិនសូវហត់តែបើយើងចំដល់ខ្វៀលពុកម៉ែបងប្អូនបាទគោត 4-5 ហ្នឹងហត់ងាប់ហើយតែបើយើងចំមានចកាចន្ទីមានដីដែលយើងហុំលបងស្រាប់ស្រាំចេះវាមិនពិបាកទេពុកម៉ែបងប្អូនបាទវាស្រួលក៏ព្រឹកឡើងយើងដេញយកមកដាក់នៅចកាយើងផ្ទះវិញទៅហើយល្ងាចយើងជិះម៉ូតូមកយកអញ្ចឹងមកនេះចកាចន្ទីរបស់ខ្ញុំពុកម៉ែបងប្អូនបាទខាងនេះមិនតាន់ចេញត្រួយទេបងប្អូនអើយកាំងត្រួយឥឡូវបានធ្លាក់កូនមួយសប្បាយចិត្តនេះបាទជើងដែររៀងធំគ្រាន់បើដែរបងប្អូននៅទៅកើតគេមកមើលនេះផែនមេអីយ៉ាចង់ងើបឈរមិនទៅធ្លាក់មួយខែមុនខែ11នេះខែ12ដល់មួយនោះនៅផាមួយទៀតបងប្អូនមនុស្សរត់តកាត់ឯនោះឡើងពុះធំមែនតើនេះដោះកឡើងដែរហើយមេប្រហែល 8-9 ទៀតមិននេះចិត្តកាត់ដែរបងប្អូននេះគោបាយតែគេថាវាពណ៌សគោបាយដោះឡើងដែរមួយនេះបាយកាត់តលេហើយវីដេអូរបស់ខ្ញុំអត់មានអីច្រើនទេមានតែប៉ុណ្្នេះសូមអរគុណដល់បងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់សូមអរគុណសូមគោរពជម្រាបលា